ភរិយាតារារ៉េប King Chi សារភាពត្រង់ថាទូកវាកាត់បានជោគជ័យតែផ្លូវចិត្តមិនទាន់បានប្រសើរឡើយព្រោះត្រូវរស់នៅជាមួយជំងឺនេះអស់មួយជីវិតផ្សព្វផ្សាយអាជីវកម្មរបស់អ្នកជាមួយតារាញូ017 200 600 វឌ្ឍនៈ Premium Life ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវប្រកាសសាច់ប្រាក់បន្ទាន់កាន់គ្រឿងមាសមក LOLC ទូបានសាច់ប្រាក់រហូតដល់ 70% នៃតម្លៃមាសនិងផ្ដល់ជូនសេវាលាងសម្អាតមាសនិងថ្លឹងគ្រឿងមាសដែលឥតគិតថ្លៃបើគិតមកដល់ពេលនេះគឺមានរយៈពេល71ឆ្នាំហើយដែលអ្នកនាង Manolan ភរិយាតារាចម្រៀង Rap King Chi បានវះកាត់ផ្លាស់ប្ដូរតម្រង់នោមដោយជោគជ័យចឹងណាបើទោះបីជាបានវះកាត់ដោយជោគជ័យនិងមានសុខភាពធូរស្បើយជាងមុនក៏ពិតមែនប៉ុន្តែអ្នកនាង Manolan ថាផ្លូវចិត្តរបស់នាងនៅមិនទាន់រឹងមាំនៅឡើយទេព្រោះត្រូវបានបន្តលេបថ្នាំរស់នៅជាមួយជំងឺនេះពេញមួយជីវិតជាក់ស្ដែងដូចជានៅក្នុងថ្ងៃទី6ខែសីហាឆ្នាំ2026នេះគឺជាថ្ងៃដែលគម្រប់ខួប1ឆ្នាំដែលអ្នកនាងបានចេញដំណើរពីប្រទេសកម្ពុជាដើម្បីបន្តការព្យាបាលជំងឺរបស់ខ្លួននៅប្រទេសឥណ្ឌាអ្នកនាង Manolan បានរំលឹកនៅរឿងរ៉ាវដ៏ជូរចត់ក្នុងជីវិតក្នុងដំណើរទៅស្វែងរកជីវិតថ្មីឲ្យខ្លួនឯងបានរស់រាននៅបន្តដើម្បីមើលថែកូនដោយតាមរយៈសម្ដែងភ្ជាប់ជាមួយរូបភាពកំពុងអង្គុយលើរទេះរុញដែលបានបង្ហោះកាលពីឆ្នាំ2025មុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌាភរិយាតារាចម្រៀង Rap King Chi បានរៀបរាប់ថាថ្ងៃនេះឆ្នាំមុនលើកទី1ដែលស្គាល់រសជាតិជិះយន្តហោះប៉ុន្តែមិនមែនទៅដើរលេងទេគឺទៅស្វែងរកជីវិតថ្មីក្តីសង្ឃឹមថ្មីដើម្បីបន្តរស់នៅមើលថែកូនដែលសាខ្លាចកូនកំព្រាម្ដាយខំប្រឹងរស់ណាស់នាងថាទោះពេលនេះវះកាត់ដោយជោគជ័យហើយបានជីវិតថ្មីហើយប៉ុន្តែផ្លូវចិត្តខ្ញុំមិនបានប្រសើរឡើងទេព្រោះខ្ញុំត្រូវរស់នៅជាមួយជំងឺអស់មួយជីវិតក្រោយឃើញការទីប្រពរបស់អ្នកនាង Manolan ដែលនិយាយពីខ្សែជីវិតរបស់ខ្លួនត្រូវរស់នៅជាមួយជំងឺនិងលេបថ្នាំពេញមួយជីវិតយ៉ាងដូចនេះមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកទឹកចិត្តឲ្យអ្នកនាងព្យាយាមរឹងមាំនិងរៀនទទួលស្គាល់ការពិតសូមបញ្ជាក់ថាភរិយាតារាចម្រៀង Rap King Chi អ្នកនាង Manolan បានធ្វើការវះកាត់បដូរក្រលៀនដោយជោគជ័យដែលកាលពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ដោយការនោះអ្នកនាងបានចំណាយពេលសម្រាប់ព្យាបាលជំងឺនៅប្រទេសឥណ្ឌាអស់រយៈពេល5ឆ្នាំដោយមានស្វាមីជាអ្នកចាំមើលថែរយៈពេល71ឆ្នាំក្រោយការវះកាត់ផ្លាស់ប្ដូរតម្រង់នោមថ្មីស្ថានភាពជំងឺរបស់អ្នកនាង Manolan ក៏បានធូរស្បើយជាងមុនប៉ុន្តែផ្លូវចិត្តរបស់នាងនៅមិនទាន់រឹងមាំដូចមុននោះឡើយ